ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងនាំគ្នាមកដើរលេងទៀតហើយចាអានេះគឺការវិវត្តមុននាងខ្ញុំជម្រាបថាវាគឺជា EP 1ណាតែតាមកាប់ទៅមួយនេះគឺជា EP 1ណាយើងនិយាយថា EP 2ក៏បានដែរព្រោះអីអានេះដល់ពេលដែលនាងខ្ញុំត្រូវត្រឡប់ទៅវិញណាសម្រាប់បងប្អូនដែលគាត់ចូលចិត្តដើរកំសាន្តតាមព្រៃភ្នំឬក៏ជើងភ្នំឬក៏វាលស្រែអញ្ចឹងដូចជានាងខ្ញុំអញ្ចឹងនៅពេលដែលនាងខ្ញុំតាំងតែងនឹងអារម្មណ៍បងប្អូនគឺនាងខ្ញុំគឺចេញមកខាងក្រៅចាគឺចេញមកខាងក្រៅហើយដើម្បីយើងដើរលំហែអារម្មណ៍អញ្ចឹងទៅចាអានេះគឺលក្ខណៈគ្រួសាររបស់នាងខ្ញុំណាគឺនាងខ្ញុំមកលំហែជាមួយនឹងបងប្រុសបងស្រីរបស់នាងខ្ញុំនៅឯវាលស្រែខាងកើតភ្នំណាចាឥឡូវបងប្អូនដល់ពេលដែលយើងត្រូវត្រឡប់ទៅវិញហើយនាងខ្ញុំចាប់ផ្ដើមត្រឡប់ទៅវិញបងប្អូនតាទៅតែម៉ោង3ថាជា3លើសតិចតួចទេបងប្អូនប្រហែលជា3-10នាទីអីទេប៉ុន្តែបងប្អូនហើយនៅកង្កាត់ភ្នំរឿងអីក៏កើតមានដែរជួនកាលយ៉ាងទៅខ្យល់ពងតែបើកថ្ងៃបើកថ្ងៃចាស់ចឹងស្រាប់តែភ្លៀងមកហ្មងចាគឺអញ្ចឹងគឺបានន័យថាសភាពអាកាសនៅខាងកើតភ្នំគឺពិបាកប៉ាន់ស្មានណាបងប្អូនណានេះទៅតែម៉ោង3ទេបងប្អូនទៅតែម៉ោង3ទេស្រាប់តែមេឃចង់ភ្លៀងមកហ្មងខ្យល់ហ្នឹងហើយនេះខ្ញុំគឺហ្នឹងហើយគឺបញ្ញាប់ទៅមុនបងស្រីពួកអីត្រូវការជាងទៅមុនជាងទៅពេលដើម្បីរៀបចំបាយទឹកឲ្យបងស្រីឬក៏លោកពុករ៉ាម៉ៃនៅផ្ទះអញ្ចឹងណាបងប្អូនចាហើយវាទៅចំណាយពេលយូរហើយនាងខ្ញុំអត់សូវជំនាញក្នុងការជិះអញ្ចឹងហើយជិះបដាអញ្ចឹងទៅតាមផ្លូវអញ្ចឹងទៅឃើញអីចិត្តតែមើលអញ្ចឹងទៅបដាក់ភ្នែកអានេះគេហៅថាបដាក់ភ្នែកបងប្អូនមើលផ្លូវអូយ Oh my god ហើយនេះខ្ញុំគឺបញ្ញាប់ណាស់បញ្ញាប់ឲ្យទៅឲ្យបានមុនភ្លៀងបងប្អូនចារួចហើយមើលផ្លូវហ្នឹងហើយយើងចេះតែជិះទៅពេលល្ងាចត្រជាក់អញ្ចឹងទៅយើងកំសាន្តអារម្មណ៍ជាមួយនឹងខ្យល់មានសម្លេងខ្យល់មានសម្លេងសត្វមានសម្លេងសត្វនិយាយទៅសត្វគ្រប់ប្រភេទបងប្អូនចាហើយនេះគឺបានន័យថានេះខ្ញុំចាប់ផ្ដើមទៅវិញហើយនៅតាមផ្លូវបងប្អូនហើយគឺសប្បាយអារម្មណ៍មែនតើនិយាយថាមកហើយអញ្ចឹងអត់ចង់មកវិញទេទៅហើយគឺអត់ចង់មកវិញទេចាប៉ុន្តែយើងត្រូវតែមកចាបើមានឱកាសល្អនាងខ្ញុំចង់ធ្វើវីដេអូពេលយប់ម៉ោង5ចិត្តភ្លឺបងប្អូនណាម៉ោង5ចិត្តភ្លឺដើម្បីចែកឲ្យបងប្អូនទស្សនាទាំងអស់គ្នាថាទិដ្ឋភាពនៅពេលដែលម៉ោង7:05ភ្លឺចាគឺមានសភាពស្រស់ស្អាតណាស់បងប្អូនគឺស្អាតមែនតើហ្មងគឺនៅពេលដែលថ្ងៃរះមកអញ្ចឹងចាគឺវានៅពីខាងកើតភ្នំចាអញ្ចឹងគឺទិដ្ឋភាពនៅពេលដែលព្រឹកព្រលឹមបងប្អូនអូយស្អាតមែនតើនេះខ្ញុំមានអារម្មណ៍ថាដូចនៅពិភពមួយផ្សេងទៀតចឹងបងប្អូនចានៅពេលដែលព្រឹកឡើងនាងខ្ញុំធ្លាប់តែសម្រាកនៅរដូវច្រូតកាត់ដល់បងប្អូនចាកាលហ្នឹងគឺរដូវច្រូតកាត់ចឹងបងប្អូនអើយយើងងើបពីយប់ឡើងយើងពេលយប់អញ្ចឹងយើងបំពួកភ្លើងកោភ្លើងកបីបងប្អូនចាហើយដល់ពេលដែលយើងងើបពីព្រឹកឡើងអញ្ចឹងអូយគឺថា smooth ចឹងមក feel smooth មកបងប្អូនគឺអារម្មណ៍ថាបែបនៅពិភពមួយដែលយើងចង់គេចវេះពីសំឡេងអ៊ូអបងប្អូនចាហ្នឹងហើយគឺវា so good so cool ហ្មងពេលងើបពីព្រឹកឡើងបងប្អូនមានអារម្មណ៍ថា fresh ហ្មងចាអានេះខ្ញុំអត់ចេះនិយាយនេះខ្ញុំឮគេនិយាយចេះតែនិយាយតាមគេដែរទៅចានេះបងប្អូនព្រោះឥឡូវនេះយើងងាកមកមើលការភ្ជួររាស់បែបទាន់សម័យគេគឺភ្ជួរត្រាក់ទ័រអញ្ចឹងណាចានេះអានេះគឺ
អ្នកភូមិចាអ្នកភូមិនៅផ្ទះចិត្តគ្នានេះបងប្អូនគឺគាត់មកសម្រាកនៅជើងភ្នំសម្រាប់សត្វរបស់គាត់ដើម្បីឲ្យសត្វនឹងស៊ីស្មៅឲ្យឆ្អែតចឹងទៅគោក្របីរបស់គាត់ចឹងគឺស៊ីស្មៅឆ្អែតទៅហ្មងហើយបងប្អូនមិនបាច់ភ័យទេយប់ឡើងគឺភ្លើងបំពួកជុំវិញភ្នក់ភ្លើងហ្នឹងគឺជុំវិញហ្មងជុំវិញរោងគោរបស់គាត់ហ្នឹងហ្មងអត់មានថាមូសណាអាចឆ្លងកាត់មកបានទេបងប្អូនហ្នឹងនេះបងប្រុសគាត់នៅផ្ទះចិត្តនាងខ្ញុំដែរប៉ុន្តែគាត់ដូចថាគោក្របីគាត់ច្រើនអញ្ចឹងគាត់ជំលះមកជើងភ្នំអញ្ចឹងទៅដើម្បីឲ្យវាបានស៊ីស្មៅឆ្អែតបានផឹកទឹកឆ្អែតឲ្យមានអារម្មណ៍ស្រស់ស្រាយដូចថានៅឆ្ងាយអញ្ចឹងបងប្អូនហ្នឹងហើយនេះខ្ញុំបាក់ចិត្តដល់ពេលដែលឆ្លងផ្លូវឆ្លងកាត់ផ្លូវម្ដងពិបាកបញ្ជាគ្រឿងយន្តព្រោះអត់ជំនាញបងប្អូនចឹងហើយចិត្តតែកិច្ចវេះតែមិនដឹងកិច្ចទៅណាបងប្អូនណាព្រោះផ្លូវអញ្ចឹងយើងក៏មិនដឹងថាកិច្ចវេះទៅណាដែរចាមានតែយឺតទៅតាមហ្នឹងទៅព្រោះយើងអត់ជំនាញទេបើជំនាញខ្លាំងគឺដួលនៅក្នុងទឹកហ្នឹងហ្មងបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានអារម្មណ៍តឹងតែងចង់កិច្ចវេះពីសំឡេងអ៊ូអគឺនៅពិភពរបស់នាងខ្ញុំនេះហើយនេះគឺជាពិភពដែលស្ងប់ស្ងាត់ហ្មងបងប្អូនធានាថាស្ងប់ស្ងាត់ហ្មងនាងខ្ញុំនឹងបង្ហាញជូនអំពីខ្ទមស្រែរបស់នាងខ្ញុំបងប្អូនគឺនាងខ្ញុំអត់តមកបង្ហាញពីខ្ទមស្រែបងប្អូនណាពេលដែលរដូវច្រូតឬក៏រដូវដូចថាស្រែបរោះយើងវាខ្ពស់ហើយបងប្អូននាងខ្ញុំមានអារម្មណ៍ថាមកហើយគឺអត់ទៅវិញទេគឺមិនចង់ទៅវិញហ្មងឲ្យទៅថាដល់រដូវច្រូតហើយនឹងស្រែពង្រោះយើងបងប្អូនដែលខ្ពស់ចាដែលខ្ពស់ចឹងទៅយើងដូចថាមើលទៅជើងភ្នំបងប្អូនហើយគឺស្រស់ស្រាយហ្មងអត់មានទុកកង្វល់អីទាំងអស់ហ្នឹងហើយគេហៅថាជីវិតបែបធម្មជាតិណាចាចាំដល់ពេលដែលស្រូវរបស់នាងខ្ញុំខ្ពស់ហើយនឹងដល់រដូវច្រូតកាត់នាងខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាម្ដងទៀតប៉ុន្តែឥឡូវនេះគឺរដូវដែលយើងទៅចាប់ផ្ដើមចឹងហើយយើងដូចថាវាមានការមើលទៅរៀងរដប់ខៀវផងអញ្ចឹងទៅសផងអញ្ចឹងទៅខ្មៅខ្លះអញ្ចឹងទៅវាអត់ស្មើគ្នាទេបងប្អូនព្រោះអីថាមិនមែនជារដូវដែលយើងសាបព្រោះឲ្យគឺចង់ជម្រាបបងប្អូនថាគឺដោយសារតែភ្លៀងឆាប់មកដល់ពេលអញ្ចឹងទៅយើងមិនបានត្រៀមឲ្យគ្រប់គ្រាន់ចំណែកឯការភ្ជួររាស់ក៏មើលទៅរដប់ដែរចាឥឡូវនេះគឺនាងខ្ញុំចាប់ផ្ដើមធ្វើដំណើរពីខ្នល់ក្រហមរហូតមកដល់ថ្នល់ជាតិតាមផ្លូវជាតិមុខផ្ទះរបស់នាងខ្ញុំបងប្អូនហើយទៅម៉ោង4ទេប៉ុន្តែភ្លៀងបាញ់និយាយឯងអានេះគឺម៉ោង4គឺអាងឹតឈឹងហ្មងនាងខ្ញុំមកដល់ផ្ទះវិញគឺអាងឹតឈឹងហ្មងបងប្អូនដោយសារតែភ្លៀងខ្លាំងពេកអញ្ចឹងទៅនាងខ្ញុំក៏សម្រុកមកទាំងភ្លៀងនឹងហ្មងទៅព្រោះថាបើសិនជានៅចាំទៀតនាងខ្ញុំមិនអាចឆ្លងកាត់វាលខ្សាច់នឹងរួចទេបងប្អូនអើយព្រោះនាងខ្ញុំអត់មានជំនាញនៅពេលអញ្ចឹងនាងខ្ញុំទៅតែបង្ខំចិត្តមកទាំងភ្លៀងនឹងមកព្រោះអីយ៉ាងណាក៏យើងត្រូវតែមកផ្ទះហើយចាដោយសារតែនាងខ្ញុំនឹងជំនាញខាងជិះម៉ូតូអញ្ចឹងហើយមុំគឺអត់អាចមកដល់ផ្ទះអ្នកដទៃអាចមកដល់នាងខ្ញុំមុនកន្លះម៉ោងនាងខ្ញុំត1ម៉ោងទៀតបានដល់អញ្ចឹងសម្រាប់នាងខ្ញុំគឺការដើរតាមភ្នំអញ្ចឹងគឺអត់ជំនាញទេបងប្អូនចានាងខ្ញុំសូមអរគុណនិងសូមជម្រាបលាបងប្អូនទាំងអស់គ្នាថ្ងៃក្រោយបើសិនជាបងប្អូនទាំងអស់គ្នាចង់ទៅខាងណាទៀតជួយ comment ប្រាប់នាងខ្ញុំផងប៉ុន្តែកុំភ្លេច follow នាងខ្ញុំផងហើយជួយឲ្យកម្លាំងចិត្តនាងខ្ញុំផងចាព្រោះអីបើសិនជាមានអារម្មណ៍ថាតាំងតែងឬ stress គឺអាច comment មកនាងខ្ញុំនឹងដើរគ្រប់កន្លែងហើយចង់ឲ្យបងប្អូនទៅគ្រប់កន្លែងជាមួយនឹងនាងខ្ញុំណាដូច្នេះកុំភ្លេចឲ្យកម្លាំងចិត្តដល់នាងខ្ញុំជួយលើកទឹកចិត្តដល់នាងខ្ញុំណា
នាងខ្ញុំនឹងទៅជាមួយនឹងបងប្អូនទាំងអស់គ្នាចាឥឡូវនេះសូមអរគុណនិងសូមជម្រាបលាជូនពរសុខភាពល្អជួបគ្នាថ្ងៃ